សួស្តីបងប្អូនខ្ញុំចង់ណែនាំអំពីtimer ប្រភេទពួកនេះណាចង់បងប្អូនចង់ចេះពីរបៀប set timer ប្រភេទនេះខ្ញុំចង់ណែនាំអញ្ចឹងខ្ញុំមានបំណងចង់ set timer លេខ6អញ្ចឹងអានេះ function របស់វាយើងអាច set បានពីតួលេខពីលេខ1រហូតដល់លេខ6វាមាន6 function អាច control ចំនួនអំពូល6គ្រាប់អញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការណែនាំ set ពីលេខ6ហើយបើយើង set លេខ6បានហើយលេខ1លេខ2គឺ set បានដូចគ្នាទាំងអស់អញ្ចឹងទី1យើងត្រូវចុច option នេះ option ចុច option ហើយយើងយកពី set ពី set ហើយយើងសេរីមកចុចលេខ3យើងចុចលេខនេះមកអូខេហើយយើងយកពី set ម្ដងទៀតយើងឃើញលេខតួលេខ1បណ្ដាលេខ1នេះអញ្ចឹងយើងត្រូវចុចទៅតួលេខ6ចុចពាក្យ set មួយទៀតឲ្យចុចពណ៌ខ្មៅលេខនេះហើយចុចយើង rule ទៅរកលេខ6នេះយើងចុចមកក្រោមមកចំលេខ6អញ្ចឹងយើងចុចលើលេខរៀងបើថាលេខ6ហ្នឹងវាមានម៉ោងមកពីហ្នឹងហើយម៉ោងភ្លឺម៉ោងប៉ុន្មានអញ្ចឹងអូខេខ្ញុំចាប់ផ្ដើម set ម៉ោងពីម៉ោងអានេះម៉ោងតួម៉ោងមកវាពីម៉ោង17បើថាពេលល្ងាចម៉ោង5ដល់ម៉ោង5ភ្លឺវាចាប់ផ្ដើមភ្លឺអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមសេរីវាឲ្យភ្លឺចាប់ពីពេលហ្នឹងទៅអញ្ចឹងខ្ញុំមើលម៉ោងរបស់ខ្ញុំពីម៉ោង2:29អញ្ចឹងខ្ញុំចាប់ផ្ដើមសិតពីម៉ោង2:29ហ្នឹងទៅឲ្យវាចាប់ផ្ដើមភ្លឺដោយបើថាយើងសេរីលើសម៉ោងបន្តិចអញ្ចឹងយើងរូលវាចុះមកក្រោមចុចសិតឲ្យបាត់លេខពុកចុចសិតឲ្យបាត់តួអក្សរខ្មៅហ្នឹងមកហើយយើងរូលវាចុះមកក្រោមអូខេចំលេខ17នេះអញ្ចឹងឥឡូវវាម៉ោង2វាស្មើនឹងម៉ោងបើម៉ោង1វាស្មើនឹងម៉ោង13ម៉ោង2ម៉ោង14យើងចុចចេញពណ៌ខ្មៅហើយយើងសេរីម៉ោងចំម៉ោង14អូខេអញ្ចឹងយើងសេរីម៉ោងនាទីវិញចុចបាត់លេខហ្នឹងមកហើយរូលមកនេះវិញអូខេអញ្ចឹងវាលោតមកតួលេខ0នេះអញ្ចឹងយើងសេរីម៉ោងវាអញ្ចឹងវាម៉ោង2:30យើងដាក់ម៉ោង2:35ទៅវាចាប់បាន start ហើយអូខេអញ្ចឹងវាម៉ោង2:35ស្មើនឹងម៉ោង14ហើយអានេះម៉ោង5ភ្លឺអញ្ចឹងខ្ញុំ set រួចហើយខ្ញុំបដូរនៅមិនថាយើង set up ហើយទេអញ្ចឹងយើងចុច option ដើម្បីផ្ដាច់អញ្ចឹងយើងបិទភ្លើងវាពេលដែលយើងចាប់ផ្ដើម startអញ្ចឹងបន្តិចទៀតវានឹងភ្លឺដល់ពេលវាដល់នៅយើងត្រូវសិនអញ្ចឹងម៉ោង14:35វានឹងដំណើរការនេះឥឡូវវាម៉ោង14:25ហើយអញ្ចឹងវានៅ10នាទីទៀតចុះ10នាទីទៅវានឹងភ្លើងនេះនឹងចាប់បានភ្លឺនៅតួលេខ6នេះអញ្ចឹងបងប្អូនចង់ set timer ប្រភេទ timer អក្សរចិននេះប្រភេទបោះចិននេះអាច set តាមរបៀបនេះបានអូខេ